មានគ្នាយើងជាច្រើនមែនទែនដែលគាត់ធ្លាប់សួរខ្ញុំហើយក៏មានគ្នាយើងមួយចំនួនគាត់តែងតែសួរនៅក្នុង community ខ្ញុំដូចគ្នាថាតើធ្វើម៉េចទើបយើងត្រូវរើស project ឬក៏យើងត្រូវ research project crypto ដើម្បីយកមក invest ឲ្យបានត្រឹមត្រូវដូចគ្នាយើងដឹងជាថាហងជាហងៃហ្នឹងនៅក្នុងពិភព crypto វាមាន project ច្រើនជាមួយនឹងគម្រោងជាច្រើនមែនទែនដែលបានexist នៅក្នុងពិភព crypto នឹងមានទាំង scam មានទាំង legit មានទាំងអីទាំងអស់ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកនរគ្នាពីវិធីសាស្ត្រក្នុងការ research project crypto មុននឹងធ្វើការ invest ឲ្យបានត្រឹមត្រូវហើយខ្ញុំគិតថាគ្នាយើងមួយចំនួនពួកគាត់ប្រកាសជាដឹងហើយក្នុងការជ្រើសរើស project យកមកក្នុងការ invest មួយហើយគាត់ក៏មានគោលបំណងគាត់រៀងៗខ្លួនដូចគ្នាថា project ណាដែលគាត់looking for ឬក៏ type of project ណានៅក្នុង category ណាគាត់ looking for អញ្ចឹងកុំឲ្យចាំយូរយើង let dive in together ទៅលើtip មួយចំនួនដែលគ្នាយើងគួរតែជ្រើសរើសយកមកធ្វើការ research ដើម្បីក្នុងការជាជំនួយក្នុងការ invest ក្នុង crypto របស់អ្នកនរគ្នា So អញ្ចឹងយើង start with the basics អញ្ចឹង start with the basic យើងត្រូវទៅលើ project ណាគ្នាយើងមុននឹង invest គ្នាយើងដឹងហើយថាយើងត្រូវមើល project អី project ឈ្មោះអី website វាមិនអីមិនអញ្ចឹងយើងត្រូវមើលដូចគ្នាមិនមែនឲ្យតែ project ណាឈ្មោះឧទាហរណ៍ថាដូចអូខេដូច link ឬក៏ Polkadot គេមានឈ្មោះគេត្រឹមត្រូវអញ្ចឹងណាព្រោះ project មួយចំនួនដូចតែគេ To the moon to the អីហ្នឹងអាហ្នឹងវាជាអាចនិយាយថាវាក្នុង category meme អញ្ចឹងយើងអាចលើកថាផុតអឺប័ណ្ណឬក៏ effort យើងទៅក្នុង project អស់ហ្នឹងច្រើនដើម្បីក្នុងការ research អីគ្រាន់តែយើងមើលតែឈ្មោះទៅ project ខ្លះយើងដឹងយកមកហើយទីពីរយើងមើលទៅលើ website ដូចគ្នាទៅលើ website ហ្នឹងក្នុងការ UX UI ឬការ build website ហ្នឹងវាមិនដែរចេញមកលក្ខណៈធម្មតាឬក៏លក្ខណៈបែបម៉េចអាចនិយាយថា website scam បើយើងមើលមកយើងដឹងតែ website ហ្នឹងជាប្រភេទ website ដែលគ្រាន់តែប្រើ ChatGPT សរសេរក៏ចេញដែរទៅលើ domain ទៅលើអីហ្នឹងអញ្ចឹងយើងគួរតែកត់សម្គាល់កន្លែងចំណុចហ្នឹងដូចគ្នាហើយចំណុចមួយទៀតគឺយើងទៅមើលទៅលើ white paper និង document ដែលវាជាចំណុចសំខាន់មែនទែនអញ្ចឹងក្នុងការអាន document ឬក៏អាន white paper យើងដើម្បីឲ្យយើងដឹងច្បាស់និងយល់បន្ថែមថាគោលបំណង project ហ្នឹងគេធ្វើពីអីទៅលើពីអីអញ្ចឹងអានោះយើងត្រូវ understand the problem ហើយ solution ថា what is the problem is the project solving មានន័យថាតើ project ហ្នឹងបានដោះស្រាយបញ្ហាទៅលើអីឥឡូវខ្ញុំឧទាហរណ៍ថាដូចទៅលើប្រភេទ L2 ចុះទៅលើ L2 គឺធ្វើការអឺជួយសម្រួលទៅលើ gas fee ជួយធ្វើឲ្យ transaction វាដើរលឿនជាងមុនអាហ្នឹងគឺជាប្រភេទ category នៅក្នុងproblem solving ថាអូខេវាបានជួយ solve ឲ្យ gas ដោះស្រាយបញ្ហាឲ្យ gas ដើរលឿនជាងមុនអីជាងមុនអញ្ចឹងប្រភេទ project នៅក្នុង L2 ឬក៏ហៅថា layer 2ហ្នឹងវាមានលក្ខណៈពិសេសមួយត្រង់ gas fee ថោកហើយ transaction វារៀងលឿនហើយចំណុចទី2យើងត្រូវគិតមើលយើងត្រូវសួរហ្នឹងថា blockchain ត្រូវការអឺ solution ឬក៏ត្រូវការ technology ពី project ដែលយើងកំពុងតែមើលនឹងអត់អញ្ចឹងត្រូវគិតមើលដូចគ្នាឧទាហរណ៍ថាដូចខ្ញុំយកប្រភេទពួក biotech មកគឺអាចនិយាយថា C5 អញ្ចឹងបើរាល់ថ្ងៃហ្នឹងវាយើងនិយាយមកគឺមនុស្សអត់ទាន់ adopt ទៅលើ C5 ច្រើនទេអញ្ចឹង C5 គឺ underrated មែនតើអញ្ចឹងខ្ញុំយក case ហ្នឹងយកមកនិយាយជា case scenario របស់ C5 មកនិយាយអញ្ចឹងបើយើងគិតមករាល់ថ្ងៃមែនតើទៅ blockchain ទៅលើ C5 ដូចជាមិនអាចនិយាយថាវាមិនត្រូវការខ្លាំងប៉ុន្មានទេខ្ញុំអាចនិយាយហ្មងដោយសារតែការ adoption របស់មនុស្សគឺអត់ទាន់ឈានចូលទៅដល់កន្លែងចំណុចហ្នឹងអញ្ចឹងយើងត្រូវគិតមកដូចគ្នាថា project ដែលយើងនឹង about to យកមក invest ដែលយើងគិតថាយើងយកមក invest ហ្នឹងវាជាតម្រូវការឬក៏ជាអឺអជាតម្រូវការឬក៏ជារឿងអីមួយដែល blockchain ត្រូវការអត់អាហ្នឹងដូចគ្នាហើយចំណុចទី2គឺយើងត្រូវ check ទៅលើ team និង advisor យើងត្រូវមើលថា founder របស់ project ហ្នឹងមិនដែរប្រវត្តិរូបល្អអត់អីអត់ណាគេ strong background នៅលើ project ហ្នឹងឬក៏ founder ឬក៏ team ហ្នឹងstrong background នៅលើអីនៅលើ crypto នៅលើ tech ឬក៏នៅលើ startup ហើយយើងត្រូវ check មើលនៅលើ LinkedIn Twitter អឺចាំមើលនឹង YouTube ផ្សេងៗថា previous work របស់គាត់ឬក៏ background ចាស់ៗរបស់គាត់ហ្នឹងមានសល់នៅក្នុងអាចនិយាយថានៅក្នុង YouTube ដែលយើងអាចជឿទុកចិត្តបានអត់អាហ្នឹងគឺយើងត្រូវ research ទៅលើកន្លែងចំណុចហ្នឹងដូចគ្នាហើយចំណុចទី4ហ្នឹងគឺទៅលើ tokenomics អញ្ចឹងយើងត្រូវមើលទៅលើ tokenomics ដូចគ្នាថា total supply token utility total supply របស់វាមែនអីមែន token ហ្នឹងវាបែបម៉េចអញ្ចឹងហ្នឹង supply info max supply calculating supply ឬក៏ inflation វាមិនយ៉ាងម៉េចគឺយើងអាចចូលទៅមើលនៅក្នុង white paper បានដូចខ្ញុំបញ្ជាក់នៅខាងដើមអាហ្នឹងគឺវាលេងចូលគ្នាកន្លែង tokenomics ជាមួយនឹង white paper ហ្នឹង
នៅពេលដែលក្នុង White Paper ហ្នឹងគឺគេធ្វើការជ្រាបដាក់tokenomics ចូលមកអញ្ចឹងគ្នាយើងអាចចូលទៅមើលក្នុងហ្នឹងបានហើយ tokenomics ខ្ញុំធ្លាប់និយាយនៅក្នុង podcast ខ្ញុំពីមុនអញ្ចឹងអ្នកដែលបានមើល podcast ខ្ញុំពួកគាត់ក៏ដឹងហើយថា tokenomics ហ្នឹងវាដំណើរការដូចម្ដេចអីដូចម្ដេចហើយមួយទៀតគឺយើងមើលទៅលើ vesting schedule មានន័យថាteam ឬក៏ VC ឬក៏អ្នកដែលធ្វើការទិញពីមុនហ្នឹងtoken ពួកគាត់ធ្វើការ lock បែបម៉េចចឹងមានន័យថា project មួយចំនួនដែលគាត់ធ្វើការនៅលើ early stage ឬគាត់លក់ ICO គាត់តែងតែនៅក្នុង tokenomics គេតែងតែចាយតែងតែmail ឲ្យថាអូខេអឺអ្នកដែលទិញ early access ឬក៏អ្នកទិញ private sale VC អីហ្នឹងគេនឹងធ្វើការ lock មួយថ្ងៃអញ្ចឹងគ្នាយើងគួរតែមើលកន្លែងចំណុចហ្នឹងដូចគ្នាពីព្រោះនៅពេលដែល token ហ្នឹង unlock វាអាចមានកត្តាដាំឬក៏អីចឹងអញ្ចឹងគ្នាយើងអាច research កន្លែងចំណុចហ្នឹងដូចគ្នាហើយ toll ខ្ញុំប្រាប់ធៀបមួយចុះ toll ដែលគ្នាយើងអាចចូលទៅប្រើប្រាស់បានសម្រាប់តាមដានទៅលើ token vesting ឬក៏អីហ្នឹងឬក៏ unlock ហ្នឹងគ្នាយើងអាចមើល coin market cap ឬក៏ coin Kitco ដែលជា source សំខាន់ហើយក៏ជា main source ដែលយើងអាចចូលមកបានហើយមួយវិញទៀតគឺយើងអាចមើលនៅក្នុង crypto rank ដូចគ្នាដែលវាជា website ដែលបញ្ជាក់ពី airdrop ឬក៏អីផ្សេងៗក្នុងនឹងគ្នាហើយក៏មានទាក់ទងទៅនឹង token unlock ដែរហើយចំណុចទី5ចំណុចទី6គឺយើងត្រូវមើលទៅលើ backer និង partnership គឺកន្លែងចំណុចហ្នឹងគឺសំខាន់ដែរយើងត្រូវមើលថាណាគេអ្នក invest project ហ្នឹងមាន VC អីដែល Series A ធំអត់ក្នុងការ invest project ហ្នឹងឥឡូវយើងឧទាហរណ៍ថា project Plum ដែលជា project ដែល Binance Lab ធ្វើការ invest អញ្ចឹងយើងបាន credit កន្លែង project ហ្នឹងគឺទទួលបាន credit ពី Binance Lab មួយឯងអញ្ចឹងក៏វាធ្វើឲ្យយើងមានទំនុកចិត្តinvestor មានទំនុកចិត្តក្នុងការ invest ដូចគ្នាអញ្ចឹងយើងត្រូវមើលមួយទៀតទៅលើ partnership ឬក៏ backer ហ្នឹងយើងមើលហើយថាអូខេខ្ញុំឧទាហរណ៍មែនថាមាន Binance Lab អញ្ចឹងយើងត្រូវមើល partnership មួយទៀតទៅលើថា VC ដែលធ្វើការ invest ហ្នឹង Series A មានអីខ្លះអញ្ចឹងយើងអាចចូលទៅមើលនៅក្នុងcrypto ranks project ធំមួយចំនួនគេតែងតែដាក់ VC venture ថាអ្នកគេអ្នក invest ខ្លះអញ្ចឹងទៅតាម Series A មែនហើយ VC មួយចំនួនសុទ្ធតែខ្ញុំនឹងដាក់នៅលើនេះឲ្យតែយើងមើល VC មួយចំនួនសុទ្ធតែសឹងតែជា top VC ឯងក៏ top venture ដែលយើងអាចទទួលទុកចិត្តបានអញ្ចឹងមានន័យថាដល់ពេលដែល VC ពួកគាត់ធ្វើការ invest នៅក្នុងហ្នឹងគឺយើងអាចទទួលបានទំនុកចិត្តមួយទៀតពីពួកគាត់ប៉ុន្តែកុំភ្លេចយើងត្រូវ do own research ដូចគ្នាទៅលើ tokenomics ដូចគ្នាយើងយកនិយាយថាយើងយក page មួយហ្នឹងមកផ្គុំគ្នាដើម្បី decide ថាយើងគួរទៅលើ invest ទៅលើ project ហ្នឹងអត់ហើយចំណុចសំខាន់ទី6ហ្នឹងខ្ញុំសុំត្រូវការ link ជាមួយនឹង on chain មកអញ្ចឹងយើងត្រូវ check មើលទៅលើcommunity social media អីហ្នឹងថាteam របស់គេធ្វើការមិនដែរ team ទាំង Telegram Discord Twitter ឬក៏អីផ្សេងៗហ្នឹងមើលថា community ហ្នឹង active អត់ឬអីអត់ហើយទៅលើ content ដែលគាត់ផុសហ្នឹង helpful អត់ឬក៏វាគ្រាន់តែជា content ដែលធ្វើឲ្យទៅរួចពីដៃអញ្ចឹងយើងអាចតាមដានកន្លែងចំណុចហ្នឹងដូចគ្នាហើយមួយទៀតទៅលើ on chain activity គឺយើងត្រូវ check ដូចគ្នាថាទៅលើ on chain activity ហ្នឹងមាន user ប្រមាណ total value lock ឬក៏យើងហៅថា TVL ហ្នឹងមានប្រមាណ trading volume ប្រមាណអីប្រមាណហើយយើងអាចចូលទៅមើលបានថាមាន val ឬក៏ insider manipulate ទៅលើអាហ្នឹងអត់អាហ្នឹងក៏ជាកត្តាសំខាន់មែនទែនដែលយើងត្រូវចូលទៅមើលដូចគ្នាហើយចំណុចសំខាន់ចុងក្រោយហ្នឹងគឺ road map ហើយនិង vision គឺយើងត្រូវមើលទៅលើ road map ថា project ហ្នឹងមាន road map clear អត់ទៅលើ team activity របស់ team ហ្នឹងធ្វើការ follow road map ឬក៏ vision របស់ខ្លួនអត់អញ្ចឹងនៅក្នុង road map គេនឹងបែងចែកឲ្យ Q1 Q2 Q3 Q4 គេនឹងធ្វើអីខ្លះអញ្ចឹងកន្លែងចំណុចហ្នឹងគឺយើងត្រូវតាមដានទៅលើ road map ដូចគ្នាថា team បានធ្វើការ fulfill promise អីដូចតែខ្លួនបាននិយាយអត់ទៅលើ road map ហ្នឹងហើយទៅលើ vision គឺយើងត្រូវមើលដូចគ្នាថាអូខេ purpose របស់ project ហ្នឹង milestone របស់ project ហ្នឹងវាបែបម៉េចថាវា hitting milestone អត់អីអត់ហើយ yeah ខ្ញុំគិតថាចំណុចទាំងអស់ហ្នឹងគឺគ្នាយើងអាចយកទៅគិតមើលហើយវាគ្រាន់តែជា tip ខ្លីៗដែលយើងអាចធ្វើការយកមកវិភាគនៅក្នុងទីផ្សារបានវីដេអូហ្នឹងគួរតែវែងជាងហ្នឹងប៉ុន្តែខ្ញុំ try to make it short ដើម្បីឲ្យយើងស្រួលហើយខ្ញុំមើលថាគ្នាយើងអាចនឹងទាន់អីដែលខ្ញុំនិយាយថ្ងៃហ្នឹងហើយបើសិនជាអត់ទាន់ទេឬក៏វីដេអូខ្ញុំនិយាយលឿនដោយសារគ្នាយើងខ្លះថាខ្ញុំនិយាយលឿនអញ្ចឹងគ្នាយើងជួយ comment នៅខាង comment ខ្ញុំផងថាអូខេបងវីដេអូមួយលឿនអីអញ្ចឹងទៅខ្ញុំនឹងព្យាយាមសម្រួលឲ្យវាអឺអាចនិយាយថាយឺតជាងមុនអីជាងមុនអញ្ចឹងទៅហើយខ្ញុំនឹងតម្លាក់link tool ផ្សេងៗខ្ញុំបាន mention នៅក្នុងហ្នឹងដូចគ្នាដើម្បីឲ្យគ្នាយើងកុំឲ្យច្រឡំចូលទៅចាស់ platform scam site ឬ scam អីអ្នកគ្នាអាច check នៅក្នុង description បានហើយដូចគ្នាយើងដែលចេះថា crypto វា high risk មែនទែននៅក្នុងindustry មួយហ្នឹងអញ្ចឹងយើងគួរតែសិក្សាបានច្បាស់លាស់មុននឹងយើងធ្វើការយក fund របស់យើងទៅ invest នៅក្នុងហ្នឹងហើយអរគុណគ្នាច្រើនមែនទែនសម្រាប់តាមដានវីដេអូហ្នឹងហើយ last but not least វីដេអូធ្វើការ sponsor ដោយ Binance Academy អញ្ចឹងបើសិនជាគ្នាយើង
ពេញចិត្តវីដេអូកុំភ្លេច like and share subscribe ផងហើយបើសិនជាគ្នាចូលប្រកាន់ account Binance អាចធ្វើការ check នៅក្នុង description ខ្ញុំបាន Okay thank you guys and peace out